លោក Donald Trump ហៅប្រទេសបារាំងអង់គ្លេសកាណាដានិងអូស្ត្រាលីជាប្រទេសល្ងងខ្លៅលីលើដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗចំពោះការទទួលស្គាល់ជាផ្លូវការនូវភាពជារដ្ឋរបស់ប៉ាឡេស្ទីនយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025បានដឹងថាប្រទេសជាច្រើនរួមមានបារាំងអង់គ្លេសកាណាដានិងអូស្ត្រាលីបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងអំឡុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនហើយក៏ត្រូវបានសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថ្កោលទោសលោក Donald Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃចន្ទថាប្រទេសជាច្រើនបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយល្ងងខ្លៅតែមិត្តភ័ក្តិអឺរ៉ុបមួយចំនួនសម្ព័ន្ធមិត្តមនុស្សល្អលោកបានបន្ថែមថាប៉ុន្តែខ្ញុំគិតថាប្រទេសទាំងនោះពួកគេពិតជាធ្វើបែបនោះព្រោះពួកគេធុញទ្រាន់នឹងអ្វីដែលកំពុងកើតឡើងជាច្រើនទសវត្សរ៍មកហើយកាលពីថ្ងៃច័ន្ទលោកត្រាំបានបង្ហាញផែនទីបង្ហាញផ្លូវ20ចំណុចរបស់គាត់ទៅកាន់សន្តិភាពដែលអំពាវនាវឲ្យមានការរំសាយអាវុធរបស់ក្រុមហាម៉ាស់ការដោះលែងចំណាត់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់ជាធ្នូនឹងអ្នកទោសប៉ាឡេស្ទីននិងការបង្កើតរដ្ឋាភិបាលអន្តរការនៅកាហ្សារដ្ឋអឺរ៉ុបបានអះអាងថាការទទួលស្គាល់ប៉ាឡេស្ទីនបញ្ជាក់ពីដំណោះស្រាយរដ្ឋពីរនិងអាចជួយជំរុញដំណើរការសន្តិភាពនៅតំបន់កាហ្សាដែលប្រជាជនប៉ាឡេស្ទីនជាង 660,000 នាក់ត្រូវបានសម្លាប់ចោលតាំងពីខែតុលាឆ្នាំ2023ហើយស្ទើរតែទាំងអស់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅលោកនេតាយ៉ាហ៊ូបានអះអាងថាទង្វើទទួលស្គាល់នេះបានជំរុញក្រុមហាម៉ាស់ឲ្យធ្វើការវាយប្រហារបន្ថែមទៀតលើជនស៊ីវិលអ៊ីស្រាអែលអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright